ដោយសារតែអ្នកស្រុកជឿថានៅពេលដែលអ្នកស្រុកអ្នកភូមិបានចិញ្ចឹមជ្រូកកញ្ញាំ5នឹងឬក៏បាញ់ញ៉ាំបានសម្លាប់ជ្រូកនឹងអ្នកដែលសម្លាប់ឬក៏គ្រួសារដែលចូលរួមជាមួយអាចនឹងត្រូវស្លាប់អត់មានអ្នករស់បានវិញទេហើយបើយើងអត់ចូលរួមជួយគ្នាមួយចំណែកម្នាក់បន្តិចដោយវានឹងក្លាយទៅជាបញ្ហាជាធំរួមមួយដែលយើងមិនអាចនឹងងាយបំបែកបានខ្ញុំទៅបានមើលរឿងជ្រូកកញ្ញាំ5របស់វៀតណាមដែលគេនិយាយពីជំនឿរបស់បងប្អូនយើងនៅខាងកម្ពុជាក្រោមរឿងហ្នឹងសាច់រឿងគឺនិយាយពីដើមហេតុនៃប្រវត្តិជ្រូកហ្នឹងមិនដោយសារតែអ្នកស្រុកជឿថានៅពេលដែលអ្នកស្រុកអ្នកភូមិបានចិញ្ចឹមជ្រូកកញ្ញាំ5នឹងឬក៏បាញ់ញ៉ាំបានសម្លាប់ជ្រូកនឹងអ្នកដែលសម្លាប់ឬក៏គ្រួសារដែលចូលរួមជាមួយអាចនឹងត្រូវស្លាប់អត់មានអ្នករស់បានវិញទេអញ្ចឹងបានជាគេតំណាងតគ្នាថាជ្រូកកញ្ញាំ5នឹងគឺមានឥទ្ធិពលស័ក្តិសិទ្ធិខ្លាំងមែនទែនឲ្យតែអ្នកស្រុកបានឃើញជ្រូកកញ្ញាំ5នៅក្នុងផ្ទះខ្លួនឯងឬក៏ជ្រូកដែលខ្លួនឯងចិញ្ចឹមឲ្យកើតកូនមកចាញ់ពីកញ្ញាំ5គេនឹងយកទៅវត្តឲ្យលោកអ្នកចិញ្ចឹមនេះគឺជាសាច់រឿងមួយរបស់បងប្អូនយើងនៅខាងកម្ពុជាក្រោមដូចជាខេត្តអីខ្ញុំមិនវៃណាប៉ុន្តែរឿងហ្នឹងគឺនិយាយពីដំណើរសាច់រឿងជាច្រើនពីចំណងបញ្ហាពីការដោះស្រាយពីជំនឿពីការភូតកុហកបោកប្រាស់មាននៅក្នុងរឿងហ្នឹងគឺជាច្រើនមែនទែនហើយខ្ញុំច្បាច់យកចំណុចមួយហើយចំណុចខ្លីៗចង់និយាយគឺដំណោះស្រាយខ្លះតើតែយើងចាប់ដើមពីខ្លួនយើងម្នាក់ទៅដោះស្រាយបានជាក់ស្ដែងនៅក្នុងរឿងហ្នឹងគឺអ្នកដែលដោះស្រាយបញ្ហានឹងធំចម្បងជាងគេគឺជាអ្នកផលិតមាតិកាទៅវិញដោយសារតែអ្នកផលិតមាតិកាហ្នឹងគឺគាត់ចូលចិត្តរបៀបថាដំណើរផ្សងព្រេងបែបថាចង់ដឹងចង់ឮពីជំនឿពីអ្វីមួយដែលពួកគាត់អត់ដែលឮហើយគាត់ល្បីមែនតើនៅក្នុងសាច់រឿងហ្នឹងប៉ុន្តែគាត់បានទៅក្នុងខេត្តមួយនៅខាងខេត្តកម្ពុជាក្រោមយើងហើយគេតំបន់ហ្នឹងគឺមានគេល្បីល្បាញមែនតើពីជំនឿអញ្ចឹងទៅមានជំនឿនឹងដំបូងគឺខ្លាំងប៉ុន្តែមានបុគ្គលម្នាក់គឺគាត់យកជំនឿនឹងមករកស៊ីមកបោកប្រាស់បងប្អូនប្រជុំជុំវិញស្រុកភូមិគាត់នឹងទៅខ្លាយទៅជារបររកស៊ីរបស់គាត់ទៅវិញបោកអ្នកស្រុកឲ្យយកលុយទៅដាក់កន្លែងធំធម្មតាកន្លែងគេមានជំនឿកន្លែងគេមានបារមីអីគេប្រកាសជាមានធំមួយដើម្បីជាធំកសាងចូលបច្ច័យដើម្បីកសាងប៉ុន្តែអាអ្នកមេខ្លោងហ្នឹងយកលុយដែលកសាំងយកមកចែកគ្នាដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួនទៅវិញហើយរឿងហ្នឹងព្រឺក្បាលខ្ញុំនិយាយព្រឺក្បាលហើយតកតងនឹងមានស្ត្រីរំលបាំផងដែររឿងហ្នឹងស្ត្រីរំលបាំហ្នឹងគឺស្លាប់ហើយស្លាប់គឺមានរឿងរ៉ាវឥតកំបាំងជាច្រើនរហូតទៅធ្វើឲ្យអ្នកផលិតមាតិកានេះដែលគាត់មកពីស្រុកភូមិមកពីខេត្តមកពីរាជធានីមកក្នុងស្រុកហ្នឹងជាអ្នកដោះស្រាយបញ្ហាទៅវិញចង់បញ្ចប់បងប្អូននេះគឺជាមិនមែនជារឿងធម្មតាអញ្ចឹងអ្នកផលិតមាតិកាមួយគឺខ្លាំងមែនទែនរហូតទៅជួយដោះស្រាយបញ្ហានៅក្នុងរឿងហ្នឹងអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងឯងសម្រាប់រឿងហ្នឹងចាំបងប្អូនយើងចង់មើលជាក់ជាលម្អិតនៅក្នុងរឿងហ្នឹងអាចទៅទស្សនាបាននៅក្នុងរោងភាពយន្តកំពុងតែចាក់បញ្ចាំងដែលមានចំណងជើងថាជ្រូកកញ្ញាំ5របស់ខាងវៀតណាមអូល្អមើលមែនទេតែសម្រាប់ខ្ញុំរ៉េតគឺរ៉េត6.5 លើ 10សម្រាប់ខ្ញុំចុះសម្រាប់អ្នកទាំងអស់គ្នាដែលបានទៅមើលរឿងហ្នឹងរ៉េតឲ្យបានជួយខមមិនផងអរគុណ